Hello 大家好សូមមកកាន់ការរៀនភាសាចិនភាគ2នៅក្នុងថ្ងៃនេះយើងរៀនអំពីស្រៈរបស់ភាសាចិនដែលយើងហៅថាអឿនម៉ូអញ្ចឹងកាលពីវីដេអូមុនគឺយើងបានរៀនអំពីសឹងម៉ូដែលជាព្យញ្ជនៈរបស់ភាសាចិនរួចមកហើយចំពោះឥឡូវនេះគឺយើងរៀនអំពីស្រៈរបស់ភាសាចិនវិញម្ដងដែលយើងហៅថាអឿនម៉ូចំពោះស្រៈទី1គឺយើងអានថាអស្រៈទី2គឺយើងហៅថាអូស្រៈទី3គឺយើងហៅថាស្រៈទី4គឺយើងអានថាអ៊ីស្រៈទី5គឺយើងអានថាអូស្រៈទី6គឺយើងអានថាចឹងចំពោះស្រៈទី6នេះគឺអានដូចជាមួយនឹងស្រៈទី4ដែរដែលយើងអានថាអ៊ីប៉ុន្តែចំណុចពិសេសមួយទៀតហ្នឹងគឺយើងធ្វើមាត់ស្រួចអញ្ចឹងនៅពេលដែលយើងអានស្រៈទី6អ៊ីនេះគឺយើងត្រូវតែធ្វើមាត់ស្រួចអញ្ចឹងគឺយើងអានថាស្រៈបន្ទាប់គឺអ៊យអ៊ុយចំពោះស្រៈអ៊ីនេះគឺយើងអានមាត់ស្រួចមិនន័យថាយើងអានអ៊ីដូចស្រៈនេះដែរប៉ុន្តែគ្រាន់តែយើងអានបន្ថែមជាមួយនឹងការធ្វើមាត់ស្រួចរបស់យើងដោយសារតែវាមានស្រៈអ៊ឺនេះស្រៈអ៊ីមាត់ស្រួចនេះចូលរួមជាមួយនឹងស្រៈអ៊ឺអញ្ចឹងនៅពេលដែលយើងអានក៏យើងអានមាត់ស្រួចតាមស្រៈអ៊ឺនេះដែរបានយើងអានថាអ៊ឺយើងចូលដល់ស្រៈបន្ទាប់គឺអានអ៊ិនអ៊ួនចំពោះស្រៈអ៊ីននេះក៏អានជាមាត់ស្រួចដូចគ្នាដោយសារតែវាមានអ៊ឺមាត់ស្រួចនៅក្នុងហ្នឹងអញ្ចឹងនៅពេលដែលស្រៈណាដែលមានអ៊ឺមាត់ស្រួចផ្សំនៅខាងក្នុងហ្នឹងគឺវាត្រូវអានជាលក្ខណៈមាត់ស្រួចតាមអ៊ឺនេះទាំងអស់អញ្ចឹងមកយើងអានថាអ៊ឿនហើយចំពោះស្រៈជួរនៅខាងលើនេះដែរគឺយើងអាចយកស្រៈអាអ៊ឺអ៊ីអ៊ូអ៊ឺនេះគឺយកមកប្រកបជាមួយនឹងព្យញ្ជនៈនឿដែលនឿនោះបើសិនជាយើងសរសេរអក្សរខ្មែរយើងអាចសរសេរថាណូអញ្ចឹងអានិងណូគឺយើងអានថាអិនអ៊ឺនិងណូគឺយើងអានថាអិនអ៊ីនិងណូគឺយើងអានថាអ៊ីនអ៊ូនិងណូគឺយើងអានថាអ៊ុនអ៊ឺនិងណូគឺយើងអានថាអ៊ឿនអានេះគឺជារបៀបនៃការប្រកបស្រៈនៅខាងលើចំពោះស្រៈនៅខាងក្រោមដូចគ្នាអញ្ចឹងនឿជាមួយនឹងគឺនេះគឺយើងអានថាងឿបើសិនជាយើងសរសេរអក្សរខ្មែរគឺមានអក្សរងនៅខាងក្នុងហ្នឹងអញ្ចឹងអានិងងគឺយើងអានថាអាំងអនិងងអឺនិងងគឺយើងអានថាអឹងអ៊ីនិងងគឺយើងអានថាអ៊ីងអូនិងងគឺយើងអានថាអ៊ុងតនេះគឺជាស្រៈទាំងអស់របស់ភាសាចិនតមកយើងអានជាមួយគ្នាម្ដងទៀតអឿនម៉ូអ